ឧបសគ្គធំសម្រាប់យុវជនក្នុងពេលបច្ចុប្បន្នគឺគុណភាពនៃការសិក្សានឹងមិនបានល្អទេទី1ទី2ឧបសគ្គបច្ចុប្បន្ននេះគឺទីផ្សារការងារដោយសារតែកម្មវិធីសិក្សានៅតាមសាកលវិទ្យាល័យរត់អត់ទាន់នឹងការវិវត្តសង្គមរត់អត់ទាន់នឹងទីផ្សារការងារឧបសគ្គទី3ដោយសារតែយើងអត់មានគោលនយោបាយសម្រាប់ចូលនិវត្តន៍ច្បាស់លាស់បានន័យថាអ្នកដែលដល់អាយុចូលនិវត្តន៍ហ្នឹងគឺគាត់អត់សូវចូលនិវត្តន៍ទេគាត់ច្រើនតែរកវិធីសាស្ត្រដើម្បីនៅរក្សាតំណែងនៅក្នុងរាជរដ្ឋាភិបាលនៅក្នុងសភាដដែលអញ្ចឹងធ្វើឲ្យចាល់នៅធនធានមនុស្សដែលมันអាចរកបានហើយឧបសគ្គទី4ដោយសារតែអ្នកនយោបាយខ្មែរយើងច្រើនការគិតខ្លួនឯងជាងការប្រើប្រាស់នៅបញ្ញារបស់បញ្ញវន្តដើម្បីយកទៅអភិវឌ្ឍប្រទេសខ្ញុំមានមោទនភាពជាតិខ្ញុំមានមោទនភាពយុវជនក្នុងគេហៅថា new momentum ចលនាថ្មីរបស់យុវជនរបត់ថ្មីរបស់យុវជនត្រូវមានសេចក្តីក្លាហានមានព័ត៌មានគ្រប់ជ្រុងជ្រោយព្រមទាំងបង្កើនការចូលរួមពេញលេញនៅក្នុងសកម្មភាពនៃសង្គមជាពិសេសសកម្មភាពនយោបាយ